ដើម្បីញ៉ាំមកគ្រួសារឆាយលុយអត់ដល់100រៀលផងក្នុងមួយថ្ងៃបើអត់ជឿទេមិននេះខ្ញុំប្រាប់ពីកន្លឹះបងប្អូនមានឃើញឆ្នាំងដាំបាយអគ្គិសនីនេះអត់ព្រោះតែវាមានកម្លាំងស៊ីភ្លើងតិចមែនតើអស់ធំហើយត្រឹមតែ200វ៉ាត់តិចតួចដោយសារតែនេះជាឆ្នាំងដាំបាយផលិតផលជប៉ុន MT មាននិមិត្តសញ្ញាគុណតម្រៃជាសម្គាល់ហើយយើងឃើញថាមានអក្សរថៃបែបនេះដោយសារតែវាមានរោងចក្រផលិតនៅថៃតែបច្ចេកវិទ្យារបស់ជប៉ុនជាមួយនឹងគុណភាពសន្សំសំចៃភ្លើងលើពីនេះគេបានធ្វើតេស្តទៅលើការវាយតម្លៃលើអាយុកាលគឺមានអាយុកាលប្រើប្រាស់រាប់សិបឆ្នាំទៅលើគុណភាពដោយសារតែឆ្នាំងដាំបាយ MT ប្រើប្រាស់វត្ថុធាតុដើមកម្រិតខ្ពស់បច្ចេកវិទ្យាស្តង់ដារជាក់ស្ដែងវាមានកម្រាស់ក្រាស់មែនទែនសូម្បីតែនៅខាងក្នុងក៏ក្រាស់ដែរធ្លាក់ល្មមអីអត់មានមកកពិតជាមួយទេដូច្នេះដើម្បីឲ្យកាន់តែច្បាស់ក្រុមហ៊ុនក៏បានអះអាងដោយផ្ទាល់ថាមានធានាជូន1ឆ្នាំទៅលើគុណភាពហើយប្រសិនបើទិញក្រោយពេល7ថ្ងៃមានបញ្ហាក្រុមហ៊ុននឹងបដូរថ្មីជូនវិញលយមែនទែនអ្វីដែលកាន់ពិសេសវាមានមុខងាររក្សានៅតុល្យភាពនៃបាយនៅពេលដែលយើងដាំមិនងាយឆៅមិនអៀចស្រួលឡើយហើយក្រុមហ៊ុនក៏បានគិតគូរវែងឆ្ងាយដែរទៅលើទំហំគឺមានចំនួន3ជម្រើសដើម្បីឲ្យអតិថិជនសម្រេចចិត្តនិងមានពីរប្រភេទគឺប្រភេទគម្របដាច់ចេញពីគ្នានិងប្រភេទគម្របជាប់បិទបើកបែបនេះនិយាយទៅគុណភាពជប៉ុនមិនសរសើរមិនបានមែនមិនថាទាំងការរចនាផ្នែកខាងក្រៅទេមើលមកគឺថាបែបប្រណិតចេះរៀងសង្ហាយកហ្មងហើយដោយសារតែគុណភាពល្អនិងតម្លៃសមរម្យទើបធ្វើឲ្យផលិតផលឆ្នាំងដាំបាយអគ្គិសនី MT លក់ដាច់ខ្លាំងឥឡូវនៅក្នុងស្តុកមានចំនួនកំណត់តិចម្ដងអាចប្រើបានរាប់ឆ្នាំសំខាន់មានមុខងារពិសេសហើយតម្លៃពិសេសទៀត